រហូតដល់ឈឺដេកពេកនោះទេហើយខ្ញុំរឹតតែមិនគាំទ្រឲ្យមនុស្សដែលមានកម្លាំងពេញខ្លួនហើយធ្វើការបែបខ្ជិលដែរនៅក្នុងសេដ្ឋកិច្ចដូចបច្ចុប្បន្ននេះណាមនុស្សខ្ជិលគឺគ្មានឱកាសទេកុំថាឡើយទៅយឹតយោងគ្រួសារកុំថាឡើយទៅយឹតយោងក្រុមហ៊ុនកុំថាឡើយទៅជួយដល់សេដ្ឋកិច្ចជាតិជួយតែខ្លួនឯងឲ្យរស់ស្រួលនឹងក៏ពិបាកផងអានឹងជារឿងធំមួយនៃមនុស្សខ្ញុំអ្នកខ្លះមានទស្សនៈមួយថាខំធ្វើអីឲ្យស្លាប់ទៅមិនយួរទៅមិនបានផងហ្នឹងឯងខំធ្វើអីមនុស្សមានគំនិតបែបនេះគឺជាមនុស្សអាត្មានិយមបំផុតខ្ញុំចង់និយាយថាបើសិនជាបុព្វបុរសចំនួនសម័យអង្គរគាត់មានគំនិតអាត្មានិយមបែបហ្នឹងហើយគាត់នាំគ្នាគិតបែបហ្នឹងក៏ប្រហែលជាគ្មានអង្គរវត្តឬក៏ប្រាសាទនានាជាស្នាដៃយកមកឲ្យយើងមើលដូចបច្ចុប្បន្នហ្នឹងទេមើលទៅព្រោះបើស្លាប់ទៅយកអីមិនបានផងហ្នឹងព្រោះតែស្លាប់ទៅយកអីទៅមិនបាននឹងហើយបានគេខំប្រឹងគេគិតថាតើគេអាចធ្វើអីបានតាន់គេនៅមានជីវិតសម្រាប់បន្សល់ឲ្យមនុស្សជំនាន់ក្រោយមិនមែនស្លាប់ទៅយកអីទៅមិនបានស្អីក៏មិនធ្វើទេមនុស្សខ្ជិលគ្មានសំណាងទេមនុស្សខ្ជិលគ្មានការអភិវឌ្ឍទេឈប់លួងខ្លួនឯងឲ្យខ្ជិលតទៅទៀតកុំផ្ដេកផ្ដួលធ្វើការធ្វើឲ្យអស់ពីចិត្តហើយដល់ពេលដើរលេងក៏ដើរឲ្យសប្បាយចិត្តដូចគ្នាបើអ្នកកាន់តែខ្ជិលជីវិតអ្នកនឹងដើរថយក្រោយគិតឡើងវិញ